ឡងមេ4ជំហានសម្រាប់កសាងទម្លាប់ល្អច្បាប់ទី1ធ្វើឲ្យវាមើលឃើញច្បាស់សូមស្វាគមន៍មកកាន់ផ្នែកទី3នៃសៀវភៅរបស់យើងនេះគឺជាផ្នែកដែលយើងនឹងបង្វែរទ្រឹស្ដីទាំងអស់ដែលបានរៀនសូត្រឲ្យទៅជាសកម្មភាពជាក់ស្ដែងផ្នែកទី1យើងបានសាងសង់គ្រឹះដោយយល់ថាទម្លាប់តូចៗមានថាមពលខ្លាំងជាងការតាំងចិត្តមួយពេលឲ្យការផ្លាស់ប្ដូរពិតប្រាកដចាប់ផ្ដើមពីអត្តសញ្ញាណនៅផ្នែកទី2យើងបានធ្វើការស៊ើបអង្កេតដោយបានបំបែកកូដសម្ងាត់នៃវត្តទម្លាប់ដែលគ្រប់គ្រងសកម្មភាពរបស់យើងអ្នកបានយល់ពីយន្តការនៃកត្តាជំរុញសកម្មភាពនិងរង្វាន់ឥឡូវនេះគឺជាពេលវេលាដែលអ្នកត្រូវក្លាយជាស្ថាបត្យករនៃទម្លាប់របស់អ្នកយើងនឹងប្រើប្រាស់ប្លង់មេដ៏សាមញ្ញប៉ុន្តែមានប្រសិទ្ធភាពបំផុតមួយដែលលោក James Clear ហៅថាច្បាប់4យ៉ាងនៃការផ្លាស់ប្ដូរអាកប្បកិរិយាច្បាប់ទាំង4នោះគឺច្បាប់ទី1ធ្វើឲ្យវាមើលឃើញច្បាស់ច្បាប់ទី2ធ្វើឲ្យវាមានភាពតាក់ទាញច្បាប់ទី3ធ្វើឲ្យវាងាយស្រួលនិងច្បាប់ទី4ធ្វើឲ្យវាគួរជាទីពេញចិត្តនៅក្នុងជំពូកនេះយើងនឹងផ្ដោតលើច្បាប់ទី1ដែលជាច្បាប់ដ៏សំខាន់បំផុតគឺធ្វើវាឲ្យមើលឃើញច្បាស់អ្នកមិនមែនខ្វះកម្លាំងចិត្តទេអ្នកខ្វះតែកត្តាជំរុញដែលច្បាស់លាស់មនុស្សយើងតែងគិតថាយើងធ្វើអ្វីមួយដោយសារតែយើងចង់ធ្វើវាការពិតគឺខួរក្បាលរបស់យើងធ្វើការសម្រេចចិត្តភាគច្រើនដោយផ្អែកលើអ្វីដែលវាមើលឃើញនៅជុំវិញខ្លួនបរិយាកាសគឺជាដៃដែលមើលមិនឃើញដែលរុញច្រានយើងឲ្យធ្វើសកម្មភាពផ្សេងស្រមៃថាអ្នកដើរចូលទៅក្នុងផ្ទះបាយប្រសិនបើអ្វីដែលអ្នកឃើញដំបូងគេគឺចាននំដូណាត់មួយនៅលើតុអ្នកទំនងជានឹងយកវាញ៉ាំមួយទោះបីជាអ្នកមិនឃ្លានក៏ដោយកត្តាជំរុញគឺជាការមើលឃើញនំគឺច្បាស់លាស់ពេកផ្ទុយទៅវិញប្រសិនបើនៅលើតុនោះមានចានផ្លែឈើស្រស់ស្អាតមួយចានដូចជាចេកឬស្វាយអ្នកទំនងជានឹងយកផ្លែឈើមកញ៉ាំជំនួសនេះបង្ហាញថាយើងមិនមែនជាជនរងគ្រោះនៃទម្លាប់របស់យើងទេប៉ុន្តែយើងច្រើនតែជាជនរងគ្រោះនៃបរិយាកាសរបស់យើងដំណឹងល្អគឺអ្នកអាចរចនាបរិយាកាសរបស់អ្នកបានយុទ្ធសាស្ត្រទី1រចនាបរិយាកាសរបស់អ្នកយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាពបំផុតនៅក្នុងការធ្វើឲ្យទម្លាប់ល្អមើលឃើញច្បាស់គឺការរៀបចំបរិយាកាសជុំវិញខ្លួនអ្នកឡើងវិញធ្វើឲ្យកត្តាជំរុញសម្រាប់ទម្លាប់ល្អក្លាយជាផ្នែកមួយនៃអ្វីដែលអ្នកមើលឃើញជារៀងរាល់ថ្ងៃឧទាហរណ៍ជាក់ស្ដែងសម្រាប់ជីវិតប្រចាំថ្ងៃនៅកម្ពុជាចង់បង្កើតទម្លាប់ហាត់ប្រាណពេលព្រឹកមែនទេកុំទុកសម្លៀកបំពាក់កីឡានៅក្នុងទូត្រូវរៀបចំសម្លៀកបំពាក់កីឡាស្រោមជើងនិងស្បែកជើងរត់របស់អ្នកទុកជាស្រេចហើយដាក់វានៅក្បាលគ្រែរបស់អ្នកមុនពេលចូលគេងនៅពេលអ្នកភ្ញាក់ពីគេងអ្វីដែលអ្នកឃើញដំបូងគេគឺកត្តាជំរុញឲ្យអ្នកទៅហាត់ប្រាណតែអ្នកចង់បង្កើតទម្លាប់អានសៀវភៅមែនទេចូលកុំទុកសៀវភៅនៅលើធ្នើដែលពោពេញដោយធូលីត្រូវដាក់សៀវភៅដែលអ្នកចង់អាននៅលើខ្នើយរបស់អ្នកនៅពេលអ្នកចូលគេងអ្នកត្រូវតែយកវាចេញទើបអាចគេងបានវាជាការរំលឹកដ៏មានអានុភាពមួយតែអ្នកចង់បង្កើតទម្លាប់ពិសាទឹកឲ្យបានច្រើនមែនទេកុំរំពឹងថាអ្នកនឹងនឹកឃើញទៅបើកទូទឹកកកដើម្បីពិសាទឹកត្រូវទិញដបទឹកធំមួយអាចថាចំណុះ1លីត្រកន្លះហើយដាក់វានៅលើតុធ្វើការរបស់អ្នកជានិច្ចការមើលឃើញវានៅនឹងមុខនឹងជំរុញឲ្យអ្នកទទួលទានវាពេញមួយថ្ងៃតែអ្នកចង់បង្កើតទម្លាប់ញ៉ាំផ្លែឈើជំនួសនំចំណីមែនទេចូលកុំលាក់ផ្លែឈើនៅក្នុងថតខាងក្រោមនៃទូទឹកកកត្រូវទិញចានស្អាតមួយហើយដាក់ផ្លែឈើស្រស់ៗដូចជាចេកស្វាយឬក៏មៀននៅលើតុអាហារឬតុទទួលភ្ញៀវធ្វើឲ្យជម្រើសដែលល្អចំពោះសុខភាពក្លាយជាជម្រើសដែលងាយមើលឃើញបំផុតគោលការណ៍គឺសាមញ្ញបង្កើនការប៉ះពាល់របស់អ្នកជាមួយនឹងកត្តាជំរុញល្អយុទ្ធសាស្ត្រទី2ការភ្ជាប់ទម្លាប់នេះគឺជាយុទ្ធសាស្ត្រដ៏អស្ចារ្យមួយទៀតវិធីដែលល្អបំផុតនៅក្នុងការបង្កើតទម្លាប់ថ្មីគឺការភ្ជាប់វាទៅនឹងទម្លាប់ចាស់ដែលអ្នកមានស្រាប់ខួរក្បាលរបស់អ្នកបានកសាងផ្លូវប្រសាទដ៏រឹងមាំសម្រាប់ទម្លាប់ចាស់នោះរួចទៅហើយអ្នកគ្រាន់តែយកទម្លាប់ថ្មីទៅដាក់ពីលើវាប៉ុណ្ណោះរូបមន្តគឺបន្ទាប់ពីទម្លាប់បច្ចុប្បន្ន
ខ្ញុំនឹងបន្ថែមទម្លាប់ថ្មីទម្លាប់បច្ចុប្បន្នដើរតួជាកត្តាជំរុញដ៏ច្បាស់លាស់សម្រាប់ទម្លាប់ថ្មីឧទាហរណ៍ចង់បង្កើតទម្លាប់ហាត់សមាធិបន្ទាប់ពីខ្ញុំផឹកកាហ្វេពេលព្រឹករួចខ្ញុំនឹងហាត់សមាធិរយៈពេល1នាទីចង់បង្កើតទម្លាប់អានសៀវភៅបន្ទាប់ពីខ្ញុំដុសធ្មេញពេលយប់រួចខ្ញុំនឹងអានសៀវភៅមួយទំព័រចង់បង្កើតទម្លាប់ដឹងគុណបន្ទាប់ពីខ្ញុំចាក់សោផ្ទះចេញទៅធ្វើការខ្ញុំនឹងគិតពីអ្វីមួយដែលខ្ញុំមានអំណរគុណចង់បង្កើតទម្លាប់រៀបចំផ្ទះបន្ទាប់ពីខ្ញុំដោះស្បែកជើងចេញនៅពេលមកដល់ផ្ទះខ្ញុំនឹងដាក់ចានកខ្វក់មួយនៅក្នុងអាងលាងចានគន្លឹះគឺត្រូវជ្រើសរើសទម្លាប់បច្ចុប្បន្នដែលអ្នកធ្វើជារៀងរាល់ថ្ងៃដោយស្វ័យប្រវត្តិដូចជាដុសធ្មេញផឹកកាហ្វេចាក់សោផ្ទះវាជាកត្តាជំរុញដែលអ្នកមិនអាចមើលរំលងបានច្បាប់បញ្ច្រាសធ្វើវាឲ្យមើលមិនឃើញច្បាប់នេះក៏អាចប្រើបញ្ច្រាសដើម្បីបំបត្តិទម្លាប់អាក្រក់បានដែរបើការធ្វើឲ្យកត្តាជំរុញមើលឃើញច្បាស់ជួយកសាងទម្លាប់ល្អនោះការធ្វើឲ្យកត្តាជំរុញមើលមិនឃើញនឹងជួយបំបត្តិទម្លាប់អាក្រក់វាមានប្រសិទ្ធភាពជាងការប្រើកម្លាំងចិត្តទៅតតាំងនឹងវាទៅទៀតជំនួសឲ្យការទប់ទល់នឹងការលបងចូលដកការលបួងនោះចេញពីបរិយាកាសរបស់អ្នកតែម្ដងប្រសិនបើអ្នកចង់ឈប់ចំណាយពេលច្រើនលើទូរស័ព្ទនៅពេលដែលអ្នកត្រូវផ្ដោតអារម្មណ៍ចូលយកទូរស័ព្ទរបស់អ្នកទៅដាក់នៅបន្ទប់ផ្សេងនៅពេលយប់ចូលកុំសាកថ្មទូរស័ព្ទនៅក្បាលដំណេកសាកវានៅក្នុងផ្ទះបាយឬបន្ទប់ទទួលភ្ញៀវចង់ឈប់ញ៉ាំអាហារសម្រន់ដែលគ្មានប្រយោជន៍មែនទេវិធីដែលងាយបំផុតគឺកុំទិញវាបើវាមិនមាននៅក្នុងផ្ទះអ្នកក៏មិនអាចញ៉ាំវាបានដែរបើមានសមាជិកគ្រួសារផ្សេងទៀតទិញវាចូលសុំឲ្យពួកគាត់ទុកវានៅកន្លែងដែលមើលមិនឃើញដូចជានៅក្នុងធ្នើទូខាងលើជាដើមចង់ឈប់មើលទូរទស្សន៍ច្រើនម៉ោងមែនទេកុំទុកតេឡេបញ្ជានៅលើតុទុកវានៅក្នុងថតតុអ្នកថែមទាំងអាចដកឌុយទូរទស្សន៍ចេញបន្ទាប់ពីប្រើរួចការបន្ថែមជំហានតូចៗធ្វើឲ្យការចាប់ផ្ដើមទម្លាប់អាក្រក់មានការលំបាកជាងមុនសរុបសេចក្តីមកបរិយាកាសគឺជាកត្តាកំណត់ដ៏ធំបំផុតមួយនៃអាកប្បកិរិយាមនុស្សការផ្លាស់ប្ដូរទម្លាប់នឹងមានភាពងាយស្រួលជាងនៅពេលដែលកត្តាជំរុញសម្រាប់ទម្លាប់ល្អស្ថិតនៅនឹងមុខអ្នកហើយកត្តាជំរុញសម្រាប់ទម្លាប់អាក្រក់ត្រូវបានលាក់ទុកចូលឈប់គិតថាអ្នកត្រូវតែមានកម្លាំងចិត្តខ្លាំងជាងមុនផ្ទុយទៅវិញចូលចាប់ផ្ដើមគិតថាតើខ្ញុំអាចរៀបចំបរិយាកាសរបស់ខ្ញុំយ៉ាងដូចម្តេចដើម្បីឲ្យការធ្វើរឿងដែលត្រឹមត្រូវក្លាយជារឿងដែលងាយស្រួលបំផុតឥឡូវនេះអ្នកបានចេះពីវិធីធ្វើឲ្យទម្លាប់មើលឃើញច្បាស់ហើយនៅជំពូកបន្ទាប់យើងនឹងបន្តទៅច្បាប់ទី2ដែលនឹងធ្វើឲ្យដំណើរការនេះកាន់តែមានថាមពលថែមទៀតនោះគឺធ្វើឲ្យវាមានភាពតាក់ទាញច្បាប់ទី2ធ្វើឲ្យវាមានភាពតាក់ទាញនៅក្នុងជំពូកមុនយើងបានរៀនសូត្រពីច្បាប់ទី1នៃការផ្លាស់ប្ដូរអាកប្បកិរិយាគឺធ្វើឲ្យវាមើលឃើញច្បាស់អ្នកបានយល់ថាបរិយាកាសរបស់អ្នកគឺជាកត្តាដ៏មានអានុភាពបំផុតមួយក្នុងការជំរុញឲ្យមានទម្លាប់ល្អការរៀបចំសម្លៀកបំពាក់កីឡាទុកជាមុនឬការដាក់ដបទឹកនៅលើតុធ្វើការគឺជាយុទ្ធសាស្ត្រដ៏សាមញ្ញប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ប៉ុន្តែការមើលឃើញកត្តាជំរុញតែមួយមុខមិនទាន់គ្រប់គ្រាន់ទេអ្នកអាចនឹងមើលឃើញស្បែកជើងរត់របស់អ្នកប៉ុន្តែបើខួរក្បាលរបស់អ្នកភ្ជាប់ការរត់ជាមួយនឹងការនឿយហត់លំបាកនិងការឈឺចាប់អ្នកនៅតែមិនធ្វើវាដដែលនេះគឺជាកន្លែងដែលច្បាប់ទី2ចូលមកដល់ធ្វើឲ្យវាមានភាពតាក់ទាញដើម្បីឲ្យទម្លាប់មួយស្ថិតស្ថេរបានអ្នកត្រូវតែចង់ធ្វើវាយើងគឺជាភាវៈរស់ដែលត្រូវបានដឹកនាំដោយអារម្មណ៍និងការរំពឹងទុកបើសកម្មភាពមួយមានភាពតាក់ទាញយើងនឹងធ្វើវាបើវាគួរឲ្យធុញទ្រាន់យើងនឹងជៀសវាងវាអាចកំបាំងនៃការចង់បានវាមិនមែនជារង្វាន់ទេវាគឺជាការរំពឹងទុកអ្នកវិទ្យាសាស្ត្របានរកឃើញថាសារធាតុគីមីក្នុងខួរក្បាលដែលហៅថាដូផាមីនមិនត្រឹមតែត្រូវបានបញ្ចេញនៅពេលដែលយើងទទួលបានសេចក្តីសុខប៉ុណ្ណោះទេប៉ុន្តែត្រូវបានបញ្ចេញក្នុងបរិមាណកាន់តែច្រើននៅពេលដែលយើងរំពឹងទុកនៅសេចក្តីសុខនោះវាគឺជាការរំពឹងទុកមិនមែនជាការទទួលបាននោះទេ
ដែលជំរុញសកម្មភាពរបស់យើងអារម្មណ៍រំភើបមុនពេលអ្នកញ៉ាំសាច់គោអាំងដែលអ្នកចូលចិត្តគឺច្រើនតែខ្លាំងជាងអារម្មណ៍នៅពេលដែលអ្នកកំពុងញ៉ាំវាទៅទៀតការស្រមើស្រមៃអំពីដំណើរកម្សាន្តទៅខេត្តមណ្ឌលគិរីអាចនឹងធ្វើឲ្យអ្នកមានសេចក្តីសុខជាងពេលដែលអ្នកនៅទីនោះផ្ទាល់ទៅទៀតការរំពឹងថានឹងទទួលបានចំនួនអ្នកចូលចិត្តច្រើនបន្ទាប់ពីបង្ហោះរូបថ្មីគឺជាអ្វីដែលធ្វើឲ្យអ្នកចេះតែបើក Facebook មើលម្ដងហើយម្ដងទៀតការយល់ដឹងនេះគឺជាគន្លឹះដើម្បីធ្វើឲ្យទម្លាប់មួយមានភាពទាក់ទាញយើងត្រូវធ្វើឲ្យការរំពឹងទុកនៃការធ្វើទម្លាប់នោះពោរពេញដោយភាពវិជ្ជមាននិងសេចក្តីសុខតើយើងត្រូវធ្វើវាដោយរបៀបណាយុទ្ធសាស្ត្រទី1ការគូគងការល្បួងនេះគឺជាយុទ្ធសាស្ត្រដ៏អស្ចារ្យមួយដែលតម្រូវឲ្យអ្នកភ្ជាប់សកម្មភាពដែលអ្នកចង់ធ្វើជាមួយនឹងសកម្មភាពដែលអ្នកត្រូវធ្វើរូបមន្តគឺបន្ទាប់ពីទម្លាប់បច្ចុប្បន្នខ្ញុំនឹងបន្ថែមទម្លាប់ដែលខ្ញុំត្រូវធ្វើនេះគឺជាការភ្ជាប់ទម្លាប់រូបមន្តទី2ភ្ជាប់ពីទម្លាប់ដែលខ្ញុំត្រូវធ្វើខ្ញុំនឹងបន្ថែមទម្លាប់ដែលខ្ញុំចង់ធ្វើតាមរយៈការធ្វើបែបនេះអ្នកកំពុងតែប្រើប្រាស់រង្វាន់នៃអ្វីដែលអ្នកចង់ធ្វើមកធ្វើជាកម្លាំងតាក់ទាញឲ្យអ្នកធ្វើអ្វីដែលអ្នកត្រូវធ្វើឧទាហរណ៍ជាក់ស្ដែងអ្នកត្រូវហាត់ប្រាណប៉ុន្តែអ្នកចង់មើលរឿងភាគកូរ៉េនៅលើ Netflix រូបមន្តបន្ទាប់ពីខ្ញុំមកដល់ផ្ទះពីធ្វើការដែលជាទម្លាប់បច្ចុប្បន្នខ្ញុំនឹងជិះកង់ហាត់ប្រាណរយៈពេល30នាទីវាគឺជាទម្លាប់ដែលត្រូវធ្វើបន្ទាប់ពីខ្ញុំជិះកង់រួចខ្ញុំនឹងមើលរឿងភាគកូរ៉េមួយភាគវាគឺជាទម្លាប់ដែលចង់ធ្វើឬកាន់តែល្អជាងនេះខ្ញុំនឹងអនុញ្ញាតឲ្យខ្លួនឯងមើលរឿងភាគកូរ៉េនៅពេលដែលខ្ញុំកំពុងជិះកង់ហាត់ប្រាណតែប៉ុណ្ណោះមិនយូរប៉ុន្មានខួរក្បាលរបស់អ្នកនឹងចាប់ផ្ដើមស្រេកឃ្លានការជិះកង់ព្រោះវាមានន័យថាអ្នកនឹងបានមើលតួប្រុសសង្ហាដែលអ្នកចូលចិត្តអ្នកត្រូវទេទៅសួរសុខទុក្ខសាច់ញាតិចាស់ប៉ុន្តែអ្នកចង់ផឹកកាហ្វេឆ្ងាញ់ៗនៅហាងប្រោនរូបមន្តគឺរៀងរាល់ថ្ងៃសៅរ៍ម៉ោង10ព្រឹកវាគឺជាទម្លាប់បច្ចុប្បន្នខ្ញុំនឹងទេទៅសួរសុខទុក្ខមីងរបស់ខ្ញុំទម្លាប់ដែលត្រូវធ្វើបន្ទាប់ពីខ្ញុំនិយាយទូរស័ព្ទរួចខ្ញុំនឹងជិះម៉ូតូទៅទិញកាហ្វេនៅប្រោនវាជាទម្លាប់ដែលចង់ធ្វើអ្នកត្រូវរៀបចំអ៊ីមែលសម្រាប់ការងារថ្ងៃស្អែកប៉ុន្តែអ្នកចង់អស់មើល TikTok រូបមន្តគឺបន្ទាប់ពីខ្ញុំដុសធ្មេញពេលយប់រួចដែលជាទម្លាប់បច្ចុប្បន្នខ្ញុំនឹងចំណាយពេល15នាទីរៀបចំអ៊ីមែលវាគឺជាទម្លាប់ដែលត្រូវធ្វើបន្ទាប់ពីខ្ញុំរៀបចំអ៊ីមែលរួចខ្ញុំនឹងឲ្យរង្វាន់ខ្លួនឯងដោយការមើល TikTok 10នាទីវាគឺជាទម្លាប់ដែលចង់ធ្វើគន្លឹះគឺត្រូវធ្វើឲ្យអ្វីដែលអ្នកចង់ធ្វើคล้ายជារង្វាន់សម្រាប់ការធ្វើអ្វីដែលអ្នកត្រូវធ្វើយុទ្ធសាស្ត្រទី2ចូលរួមជាមួយវប្បធម៌ដែលទម្លាប់របស់អ្នកជារឿងធម្មតាមនុស្សយើងគឺជាសត្វសង្គមយើងមានបំណងប្រាថ្នាដ៏ខ្លាំងក្លាក្នុងការចង់ឲ្យគេទទួលស្គាល់និងចង់ក្លាយជាផ្នែកមួយនៃក្រុមយើងតែងតែធ្វើត្រាប់តាមទម្លាប់របស់មនុស្ស3ក្រុមទី1មនុស្សជិតស្និទ្ធដូចជាគ្រួសារនិងមិត្តភ័ក្តិក្រុមទី2មនុស្សភាគច្រើនដូចជាសង្គមទូទៅនិងក្រុមទី3មនុស្សមានអំណាចអ្នកដែលយើងគោរពនិងចង់យកគំរូតាមអ្នកអាចប្រើប្រាស់ឥទ្ធិពលសង្គមនេះដើម្បីធ្វើឲ្យទម្លាប់របស់អ្នកកាន់តែមានភាពទាក់ទាញវិធីដែលងាយបំផុតគឺចូលរួមជាមួយក្រុមដែលអាកប្បកិរិយាដែលអ្នកចង់បានគឺជាអាកប្បកិរិយាធម្មតារបស់ក្រុមនោះចង់បង្កើតទម្លាប់អានសៀវភៅមែនទេចូលរួមជាមួយក្លឹបអ្នកអានទោះបីជាអនឡាញក៏ដោយនៅពេលដែលអ្នកនៅជុំវិញមនុស្សដែលនិយាយពីសៀវភៅដែលពួកគេកំពុងអានអ្នកនឹងមានអារម្មណ៍ថាការអានជារឿងធម្មតានិងមានភាពទាក់ទាញចង់បង្កើតទម្លាប់រត់ហាត់ប្រាណមែនទេចូលស្វែងរកក្រុមអ្នករត់នៅភ្នំពេញឬគ្រាន់តែបបួលមិត្តភ័ក្តិម្នាក់ទៅរត់ជាមួយគ្នានៅពេលដែលអ្នកដឹងថាមានគេចាំអ្នកនឹងមានកម្លាំងចិត្តក្នុងការក្រោកចេញពីគ្រែជាងមុនចង់បង្កើតទម្លាប់រៀនជំនាញថ្មីឧទាហរណ៍ដូចជាលេងហ្គីតាមែនទេចូលទៅរៀននៅសាលាតន្ត្រីនៅពេលដែលអ្នកឃើញសិស្សដទៃទៀតកំពុងតែវឹកហាត់និងមានការរីកចម្រើនអ្នកក៏នឹងត្រូវបានជំរុញឲ្យធ្វើដូចគ្នាដែរនៅពេលដែលការធ្វើអ្វីមួយអាចធ្វើឲ្យអ្នកទទួលបានការគោរពនិងការទទួលស្គាល់ពីអ្នកដទៃវានឹងមានភាពទាក់ទាញដោយស្វ័យប្រវត្តិ
សរុបសេចក្តីមកដើម្បីធ្វើឲ្យទម្លាប់មួយមានភាពតាក់ទាញអ្នកត្រូវភ្ជាប់វាជាមួយនឹងអារម្មណ៍វិជ្ជមានអ្នកអាចធ្វើវាបានតាមរយៈការផ្គូផ្គងវាជាមួយនឹងអ្វីដែលអ្នកចូលចិត្តនិងការធ្វើឲ្យវាคล้ายជាបទដ្ឋានសង្គមរបស់អ្នកឥឡូវនេះអ្នកដឹងពីរបៀបធ្វើឲ្យទម្លាប់មើលឃើញច្បាស់និងមានភាពតាក់ទាញហើយប៉ុន្តែចុះបើទម្លាប់នោះនៅតែមានអារម្មណ៍ថាពិបាកធ្វើដដែលនៅចំពោះបន្ទាប់យើងនឹងដោះស្រាយបញ្ហានេះជាមួយនឹងច្បាប់ទី3គឺធ្វើឲ្យវាងាយស្រួលច្បាប់ទី3ធ្វើឲ្យវាងាយស្រួលមកដល់ចំណុចនេះអ្នកបានរៀនពីច្បាប់ពីរដំបូងនៃការកសាងទម្លាប់ហើយអ្នកដឹងពីរបៀបធ្វើឲ្យវាមើលឃើញច្បាស់ដោយការរចនាបរិយាកាសរបស់អ្នកក៏ដឹងពីរបៀបធ្វើឲ្យវាមានភាពតាក់ទាញដោយការភ្ជាប់វាទៅនឹងអ្វីដែលអ្នកចូលចិត្តនិងការប្រើប្រាស់ឥទ្ធិពលសង្គមអ្នកបានរៀបចំសម្លៀកបំពាក់កីឡាទុកជាស្រេចនៅក្នុងច្បាប់ទី1អ្នកបានសន្យាជាមួយខ្លួនឯងថានឹងបានមើលរឿងភាគបូរេបន្ទាប់ពីហាត់ប្រាណរួចនៅក្នុងច្បាប់ទី2ប៉ុន្តែនៅពេលដែលម៉ោងត្រូវហាត់ប្រាណមកដល់អ្នកនៅតែមានអារម្មណ៍ថាខ្ជិលណាស់ការគិតដល់ការរត់ឲ្យបាន30នាទីធ្វើឲ្យអ្នកមានអារម្មណ៍ថាហត់នឿយមុននឹងចាប់ផ្ដើមទៅទៀតហេតុអ្វីបានជាអារម្មណ៍នេះកើតឡើងចម្លើយគឺស្ថិតនៅក្នុងច្បាប់ធម្មជាតិមួយដែលគ្រប់គ្រងសកម្មភាពរបស់មនុស្សយើងទាំងអស់គឺច្បាប់នៃការប្រើប្រាស់កម្លាំងតិចបំផុត The Law of Least Effort គូក្បាលរបស់អ្នកចូលចិត្តផ្លូវកាត់មនុស្សយើងត្រូវបានបង្កើតឡើងដើម្បីសន្សំសំចៃថាមពលវាគឺយន្តការនៃការរស់រានដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងខ្លួនយើងតាំងពីបុរាណកាលក្នុងចំណោមជម្រើស2ខួរក្បាលរបស់យើងនឹងតែងតែមានទំនោរទៅរកជម្រើសដែលប្រើប្រាស់ថាមពលតិចជាងហេតុអ្វីបានជាយើងចូលចិត្តកម្មង់អាហារតាមកម្មវិធីទូរស័ព្ទដៃដូចជាញ៉ាំ24ឬ Wow Now ជំនួសឲ្យការធ្វើម្ហូបដោយខ្លួនឯងព្រោះវាងាយស្រួលជាងហេតុអ្វីបានជាយើងចូលចិត្តអុសមើល Facebook ជំនួសឲ្យការអានសៀវភៅព្រោះវាទាមទារថាមពលខួរក្បាលតិចជាងហេតុអ្វីបានជាយើងចូលចិត្តជិះជណ្ដើរយន្តជំនួសឲ្យការឡើងជណ្ដើរជើងព្រោះវាស្រួលជាងរាល់សកម្មភាពទាំងអស់សុទ្ធតែមានកម្លាំងកកិតទម្លាប់ដែលមានកម្លាំងកកិតខ្ពស់ទាមទារជំហានច្រើនឬការប្រឹងប្រែងខ្លាំងគឺជាទម្លាប់ដែលយើងទំនងជាមិនធ្វើជាងគេដូច្នេះដើម្បីកសាងទម្លាប់ល្អឲ្យបានជោគជ័យអ្នកមិនចាំបាច់បង្ខំខ្លួនឯងឲ្យធ្វើរឿងពិបាកនោះទេអ្នកត្រូវធ្វើផ្ទុយពីនេះអ្នកត្រូវធ្វើឲ្យទម្លាប់ល្អនោះងាយស្រួលធ្វើបំផុតនេះគឺជាខ្លឹមសារនៃច្បាប់ទី3យុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតគឺច្បាប់2នាទីលោក James Clear បានបង្កើតនៅយុទ្ធសាស្ត្រសាមញ្ញដែលអាចជួយអ្នកឲ្យយកឈ្នះការពន្យាពេលបានគាត់ហៅវាថាច្បាប់2នាទីគោលការណ៍គឺនៅពេលអ្នកចាប់ផ្ដើមទម្លាប់ថ្មីមួយវាគួរតែចំណាយពេលតិចជាង2នាទីដើម្បីធ្វើគំនិតនេះគឺផ្អែកលើការពិតដែលថារាល់ទម្លាប់ធំទាំងអស់សុទ្ធតែអាចបំបែកទៅជាបំណែកតូចមួយដែលចំណាយពេលត្រឹមតែ2នាទីបានដូចជាអានសៀវភៅមួយជំពូករាល់យប់คล้ายជាអានមួយទំព័រហាត់យូហ្គា30នាទីคล้ายជាយកកម្រាលយូហ្គាចេញមកក្រៅរត់ឲ្យបាន5គីឡូម៉ែត្រคล้ายជាពាក់ស្បែកជើងរត់បត់សម្លៀកបំពាក់ដែលបោករួចទាំងអស់คล้ายជាបត់ស្រោមជើងមួយគូរៀនភាសាអង់គ្លេស1ម៉ោងคล้ายជាបើកសៀវភៅមេរៀនភាសាអង់គ្លេសអ្នកប្រហែលជាគិតថាធ្វើតែប៉ុណ្ណេះបានប្រយោជន៍អីវាហាក់ដូចជារឿងគួរឲ្យអស់សំណើចប៉ុន្តែថាមពលពិតប្រាកដនៃច្បាប់នេះមិនមែនស្ថិតនៅក្នុងលទ្ធផលនៃ2នាទីនោះទេថាមពលរបស់វាគឺស្ថិតនៅក្នុងការចាប់ផ្ដើមគោលដៅគឺមិនមែនដើម្បីសម្រេចកិច្ចការនោះទេគោលដៅគឺដើម្បីធ្វើជាម្ចាស់លើសិល្បៈនៃការបង្ហាញខ្លួន Master the art of showing up ទម្លាប់ត្រូវតែបង្កើតឡើងជាមុនសិនទើបយើងអាចកែលម្អវាបានច្បាប់2នាទីធ្វើឲ្យការចាប់ផ្ដើមមានភាពងាយស្រួលរហូតដល់អ្នកមិនអាចនិយាយថាទេអ្នកណាក៏អាចហាត់សមាធិ1នាទីបានដែរអ្នកណាក៏អាចអានមួយទំព័របានដែរនៅពេលដែលអ្នកចាប់ផ្ដើមធ្វើសកម្មភាពតូចនេះហើយការបន្តធ្វើវាឲ្យបានយូរជាងនេះនឹងក្លាយជារឿងងាយស្រួលជាងមុនឆ្ងាយវាជួយពង្រឹងអត្តសញ្ញាណរបស់អ្នកដោយដែលបានលើកឡើងនៅជំពូកទី2អ្នកមិនអាចសរសេរសៀវភៅមួយក្បាលចប់ក្នុងមួយយប់នោះទេ
ប៉ុន្តែអ្នកអាចសរសេរមួយប្រយោគបាននេះគឺជាការបោះឆ្នោតមួយសញ្ញាឲ្យអត្តសញ្ញាណអ្នកនិពន្ធរបស់អ្នកយុទ្ធសាស្ត្របន្ថែមបន្ថយកម្លាំងកកិតក្រៅពីការចាប់ផ្ដើមឲ្យតូចអ្នកក៏អាចធ្វើឲ្យទម្លាប់ល្អមានភាពងាយស្រួលជាងមុនបានដែរដោយការបន្ថយចំនួនជំហានរវាងអ្នកនិងសកម្មភាពនោះចង់ញ៉ាំអាហារសុខភាពមែនទេចំណាយពេលរសៀលថ្ងៃអាទិត្យអានបន្លែនិងផ្លែឈើសម្រាប់សប្តាហ៍បន្ទាប់ទុកជាស្រេចនៅពេលដែលអ្នកចង់ធ្វើម្ហូបដែលល្អចំពោះសុខភាពគ្រឿងផ្សំបានត្រៀមរួចជាស្រេចហើយអ្នកបានបន្ថយកម្លាំងកកិតនៃការធ្វើម្ហូបចង់ទៅកន្លែងហាត់ប្រាណក្រោយចេញពីធ្វើការមែនទេរៀបចំកាបូបកីឡាទុកពីយប់ហើយដាក់វានៅក្នុងឡានឬម៉ូតូរបស់អ្នកវិធីនេះនឹងការពារអ្នកពីការឈៀងចូលផ្ទះជាមុនដែលជាកន្លែងដែលសាឡុងដ៏ស្រណុកស្រួលកំពុងតែចាំលបួងអ្នកចង់ផឹកទឹកឲ្យបានច្រើនមែនទេដាក់ដបទឹកនៅគ្រប់ទីកន្លែងដែលអ្នកចំណាយពេលច្រើនដូចជានៅលើតុធ្វើការក្នុងផ្ទះបាយនិងនៅក្បែរគ្រែគេងច្បាប់បញ្ច្រាស់ធ្វើឲ្យវាពិបាកដើម្បីបំបត្តិទម្លាប់អាក្រក់ចូលធ្វើផ្ទុយពីនេះចូលបង្កើនកម្លាំងកកិតធ្វើឲ្យការធ្វើទម្លាប់អាក្រក់នោះទាមទារជំហានកាន់តែច្រើនឡើងចង់មើលទូរទស្សន៍តិចជាងមុនមែនទេបន្ទាប់ពីមើលរួចចូលដកដួយទូរទស្សន៍ចេញហើយយកតេឡេទៅទុកក្នុងបន្ទប់ផ្សេងនៅពេលក្រោយដែលអ្នកចង់មើលអ្នកត្រូវឆ្លងកាត់ជំហានជាច្រើនដើម្បីបើកវាដែលអាចធ្វើឲ្យអ្នកបដូរចិត្តវិញចង់ប្រើទូរស័ព្ទដៃតិចជាងមុនមែនទេលុបកម្មវិធីបណ្ដាញសង្គមចេញពីទូរស័ព្ទរបស់អ្នកហើយប្រើប្រាស់វាតាមរយៈកម្មវិធីរុករកវិញដែលមានល្បឿនយឺតជាងនិងមិនសូវស្រួលប្រើអ្នកក៏អាចសុំឲ្យមិត្តភ័ក្តិឬសមាជិកគ្រួសារបដូរលេខកូដបណ្ដាញសង្គមរបស់អ្នកជារៀងរាល់សប្តាហ៍ហើយប្រាប់អ្នកតែនៅចុងសប្តាហ៍ប៉ុណ្ណោះសរុបសេចក្តីមកអាចកំបាំងនៃការកសាងទម្លាប់ដែលថិតថេរគឺការធ្វើឲ្យវាងាយស្រួលធ្វើដោយមិនចាំបាច់គិតចូលឈប់ព្យាយាមស្វែងរកកម្លាំងចិត្តដើម្បីធ្វើរឿងពិបាកផ្ទុយទៅវិញចូលធ្វើឲ្យរឿងដែលត្រឹមត្រូវក្លាយជារឿងដែលងាយស្រួលបំផុតក្នុងការធ្វើចាប់ផ្ដើមឲ្យតូចបំផុតតាមដែលអាចធ្វើទៅបានហើយបន្តធ្វើវាជារៀងរាល់ថ្ងៃឥឡូវនេះអ្នកមានច្បាប់3ហើយអ្នកដឹងពីរបៀបធ្វើឲ្យទម្លាប់មើលឃើញច្បាស់មានភាពទាក់ទាញនិងងាយស្រួលប៉ុន្តែនៅមានច្បាប់ចុងក្រោយមួយទៀតដែលនឹងចងអ្វីៗទាំងអស់នេះបញ្ចូលគ្នានិងធានាថាអ្នកនឹងបន្តធ្វើវាក្នុងរយៈពេលយូរនោះគឺច្បាប់ទី4គឺធ្វើឲ្យវាទទួលបានលទ្ធផលគួរជាទីពេញចិត្ត